មេរៀនទី2សង្គ្រោះដោយព្រះគុណយើងមិនអាចអួតខ្លួនឬមើលងាយអ្នកដទៃបានគម្ពីរស្នូជំពូកអេផេសូ2 8-9ត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញ9ក៏មិនមែនដោយការប្រព្រឹត្តដែរក្រែងអ្នកណាអួតខ្លួនគ្នាបង្ហាញច្បាស់សង្គ្រោះព្រះគុណគ្មានការអួតឯសង្គ្រោះមកពីព្រះមិនមែនពីស្នាដៃមនុស្សទីតូសជំពូក3 5នោះទ្រង់បានជួយសង្គ្រោះយើងមិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេគឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញដោយសារការសម្អាតនៃសេចក្តីកើតជាថ្មីហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធក៏បដិសេធស្នាដៃមនុស្សខកលើកឡើងគឺមេត្តាករុណាព្រះគុណបិទទ្វារការអួត1កូរិនថូសជំពូក4 7ត្បិតតើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេតើអ្នកមានអ្វីខ្លះដែលអ្នកមិនបានទទួលចុះបើបានទទួលមែនហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញក៏បង្ហាញថាអ្វីគឺបានទទួលដូច្នេះគឺមិនអួតបានអ្នកទទួលព្រះគុណនឹងមិនមើលងាយអ្នកដទៃកូឡូសជំពូក3 12-13ដូច្នេះចូលប្រដាប់កាយដោយចិត្តខ្ទួអាណិតសប្បុរសសុភាពសម្លូតនិងចិត្តអត់ធ្មត់ទុកដូចជាពួកអ្នករើសតាំងដែលបរិសុទ្ធហើយស្ងួនគ្នាដល់ព្រះចុះ13ហើយទ្រាំទ្រគ្នាទាំងអត់ទោសទៅវិញទៅមកបើអ្នកណាមានហេតុទាស់នឹងអ្នកណានោះចូលអត់ទោសឲ្យគេចុះដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរព្រះគុណចិត្តទន់ភ្លន់មិនមើលងាយប៉ុន្តែអត់ទោសមនុស្សទាំងអស់ស្មើគ្នាក្រោមព្រះគុណរ៉ូមជំពូក3 23-24ពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះ24តែដោយពឹងដល់ព្រះគុណទ្រង់នោះបានរាប់ជាសុចរិតទេដោយសារសេចក្តីប្រោសនោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវក៏មនុស្សទាំងអស់គឺបានធ្វើបាបសង្គ្រោះដោយគេឥតគិតថ្លៃគ្មានអ្នកណាល្អជាងអ្នកណាធ្វើសេចក្តីសន្និដ្ឋានបិទប្រធានបទអួតយ៉ាកុបជំពូក4 5-1តែទ្រង់ផ្ដល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានបន្ទូលថាព្រះទ្រង់ទាស់តឹងនឹងពួកមានរកធំតែទ្រង់ផ្ដល់ព្រះគុណមកពួករាបសារវិញក៏អួតព្រះប្រឆាំងទន់ភ្លន់ទទួលព្រះគុណសេចក្តីសរុបប្រធានបទសង្គ្រោះគឺដោយព្រះគុណតែមួយគត់ដូច្នេះអ្នកជឿមិនអួតខ្លួននិងមិនមើលងាយអ្នកដទៃប៉ុន្តែរស់ដោយចិត្តអគុណទន់ភ្លន់និងស្រឡាញ់សូមព្រះប្រទានពរ